តាំងពីពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1930ពលគឺតាំងពីពេលដែលព្រះមហាក្សត្រស៊ីសុវត្ថិមុនីវង្សនៅមានព្រះជន្មម្លេះរដ្ឋការអាណានិគមបារាំងបានចាប់ផ្ដើមពិភាក្សារកអ្នកស្នងរាជបន្តពីព្រះបាទមុនីវង្សលោក Milton Osborne បានអះអាងថាពួកមន្ត្រីបារាំងសម្លឹងឃើញជំរឿសពីរក្នុងបញ្ហាអ្នកស្នងរាជនេះជំរឿសទី1គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីរ៉េតជាបុត្រារបស់ព្រះមហាក្សត្រសោយរាជស៊ីសុវត្ថិមុនីវង្សនិងជំរឿសទី2គឺព្រះអង្គម្ចាស់នរោត្តមសុរាមរិទ្ធដែលជាចៅបង្កើតរបស់ព្រះមហាក្សត្រនរោត្តមនិងជាព្រះបិតារបស់ព្រះបាទសម្ដេចនរោត្តមសីហនុមន្ត្រីជាន់ខ្ពស់បារាំងដែលគាំទ្រជំរឿសទី1គឺព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីរ៉េតបានលើកពីគុណសម្បត្តិរបស់ព្រះអង្គថាជាជនស្មោះត្រង់ហើយធ្លាប់បានរៀនវិជ្ជាយោធាបែបបារាំងរួចជាស្រេចហើយផងចំណែកក្រុមអ្នកគាំទ្រព្រះអង្គម្ចាស់នរោត្តមសុរាមរិទ្ធវិញមានបំណងបង្វែររាជសម្បត្តិថ្វាយខ្សែរាជវង្សនរោត្តមវិញម្ដងម្យ៉ាងទៀតពួកគេជឿជាក់ថាព្រះអង្គម្ចាស់នរោត្តមសុរាមរិទ្ធទ្រង់មានលក្ខណៈសម្បត្តិគ្រប់យ៉ាងទាំងអស់ដើម្បីទទួលស្នងរាជសម្បត្តិក្នុងគោលបំណងដោះស្រាយបញ្ហាអ្នកស្នងរាជបន្តនេះរដ្ឋមន្ត្រីក្រសួងអាណានិគមបារាំងលោក George Mondale បានយាងក្សត្រាទាំងពីរព្រះអង្គគឺព្រះអង្គម្ចាស់ស៊ីសុវត្ថិមុនីរ៉េតនិងព្រះអង្គម្ចាស់នរោត្តមសុរាមរិទ្ធទៅក្រុងប៉ារីសដើម្បីលោកពិនិត្យនិងសម្រេចជ្រើសរើសផ្ទាល់ខ្លួនលោកក៏ប៉ុន្តែក្រោយពីបានជួបក្សត្រាទាំងពីរព្រះអង្គនេះហើយក៏លោក George Mondale មិនអាចធ្វើការសម្រេចចិត្តបានដែរលោកក៏បានសម្រេចចិត្តពន្យាពេលការសម្រេចរើសអ្នកស្នងរាជនេះសិននៅមានពាក្យចចាមអារាមខ្លះទៀតដែលលេចចេញពីព្រះបរមរាជវាំងនៃរាជធានីភ្នំពេញថាទំនាក់ទំនងរវាងព្រះមហាក្សត្រស៊ីសុវត្ថិមុនីវង្សនិងព្រះរាជបុត្រាមុនីរ៉េតមានការប្រេះឆាដោយហេតុថាព្រះអង្គម្ចាស់មុនីរ៉េតរឹងទទឹងទៅរៀបអភិសេកជាមួយនឹងស្ត្រីម្នាក់ឈ្មោះប៉ុករ៉ូហ្សេតដែលធ្លាប់មានកេរ្តិ៍ឈ្មោះមិនល្អផងក៏ប៉ុន្តែបញ្ហាគ្រួសារនៅក្នុងរាជវង្សឬក៏ការប្រទាញប្រទង់គ្នារវាងមន្ត្រីជាន់ខ្ពស់បារាំងមិនមែនជាកត្តាសំខាន់ដែលជំរុញឲ្យមានការជ្រើសតាំងព្រះអង្គម្ចាស់នរោត្តមសីហនុជាព្រះមហាក្សត្រទេបើតាមការវិភាគរបស់លោកសាស្ត្រាចារ្យ Milton Osborne គឺបញ្ហានយោបាយអន្តរជាតិឯណោះដែលធ្វើឲ្យមានការសម្រេចជ្រើសរើសអ្នកស្នងរាជដ៏គួរឲ្យភ្ញាក់ផ្អើលនេះអាចកើតឡើងបានស្ថានភាពរបស់បារាំងនាដំណាក់កាលមុនការសោយទីវង្គតរបស់ព្រះបាទស៊ីសុវត្ថិមុនីវង្សមិនរឹងមាំប៉ុន្មានទេនៅអឺរ៉ុបបារាំងចុះចាញ់កងទ័ពណាស៊ីរបស់អាល្លឺម៉ង់ឯនៅអាស៊ីឯនេះវិញឥទ្ធិពលរបស់បារាំងចាប់ផ្ដើមថយចុះនិងត្រូវទទួលការគំរាមកំហែងពីសំណាក់មហាអំណាចជប៉ុនដែលទើបនឹងលេចមុខថ្មីនៅក្នុងតំបន់ប្រទេសថៃដែលជាប្រទេសមួយក្នុងតំបន់ហើយដែលមិននៅក្រោមអាណានិគមរបស់បារាំងបានខុបខិតជាមួយជប៉ុនដើម្បីខ្ចីដៃជប៉ុនឲ្យជួយដណ្ដើមយកខេត្តខ្មែរភាគខាងលិចមួយចំនួននិងទឹកដីឡាវភាគខ្លះពីបារាំងនៅថ្ងៃទី11ខែមីនាឆ្នាំ1941បារាំងបានចុះសន្ធិសញ្ញាមួយជាមួយជប៉ុននៅក្រុងតូក្យូព្រមព្រៀងប្រគល់ខេត្តខ្មែរពីរគឺខេត្តបាត់ដំបងនិងខេត្តសៀមរាបលើកលែងតែប្រាសាទអង្គរចេញទៅឲ្យសៀមបារាំងក៏សុខចិត្តបើកដៃឲ្យជប៉ុនប្រើប្រាស់ទឹកដីឥណ្ឌូចិនជាកន្លែងឆ្លងកាត់និងសុខចិត្តអនុញ្ញាតឲ្យកងទ័ពជប៉ុនបោះទីតាំងនៅលើទឹកដីវៀតណាមភាគខាងជើងទៀតផងជាងពេលណាទាំងអស់បារាំងត្រូវការជ្រើសរើសយកក្សត្រាអង្គណាមួយដែលខ្លួនអាចទុកចិត្តបានថាខ្លួនងាយបញ្ជាក្នុងគោលបំណងពង្រឹងអំណាចរបស់ខ្លួនឡើងវិញឬក៏ដើម្បីទប់ទល់កុំឲ្យឥទ្ធិពលរបស់ខ្លួនអាចបាត់បង់បាននៅលើទឹកដីនេះទន្ទឹមនឹងសម្លឹងរកមើលក្សត្រាអង្គណាដែលខ្លួនអាចបញ្ជានិងទុកចិត្តបានបារាំងក៏នៅមានការខ្លាចក្រែងរអាមានការបះបោរប្រឆាំងនឹងខ្លួនពីសំណាក់ព្រះរាជវង្សខ្មែរទាំងពីរក្រុមគឺរាជវង្សស៊ីសុវត្ថិនិងរាជវង្សនរោត្តមដែរព្រះអង្គម្ចាស់នរោត្តមសីហនុគឺជាជំរើសដ៏គួរជាទីពេញចិត្តមួយរបស់បារាំងទី1ព្រះអង្គម្ចាស់នរោត្តមសីហនុកាលនោះមានព្រះជន្មទើបបាន18ព្រះវស្សានិងនៅវ័យជាសិស្សកំពុងបន្តការសិក្សានៅក្រុងព្រៃនគរបារាំងសង្ឃឹមថាព្រះអង្គម្ចាស់នរោត្តមសីហនុប្រកាសជានឹងងាយស្រួលបង្វឹកឲ្យដើរតាមគោលនយោបាយបារាំងបានទី2ព្រះអង្គម្ចាស់នរោត្តមសីហនុជាក្សត្រាមួយអង្គដែលអាចតំណាងឲ្យព្រះរាជវង្សទាំងពីរក្រុមបានត្បិតព្រះបិតារបស់ព្រះអង្គជាខ្សែស្រឡាយខាងរាជវង្សនរោត្តមឯព្រះមាតាជាខ្សែស្រឡាយខាងរាជវង្សស៊ីសុវត្ថិនិងត្រូវជាបុត្រីបង្កើតរបស់ព្រះមហាក្សត្រមុនីវង្សផង
បារាំងយល់ថាការលើករាជសម្បត្តិថ្វាយព្រះអង្គម្ចាស់នរោត្តមសីហនុអាចនឹងកាត់បន្ថយការបះបោរពីសំណាក់រាជវង្សទាំងពីរក្រុមបានព្រះបាទនរោត្តមសីហនុនៅក្នុងសៀវភៅមួយដែលជាស្នាប្រហ័សផ្ទាល់របស់ព្រះអង្គដែលមានចំណងជើងថាសង្គ្រាមរបស់ខ្ញុំជាមួយពួក CIA ក៏ព្រះអង្គទ្រង់បកស្រាយថាប្រការដែលបារាំងជ្រើសរើសព្រះអង្គឲ្យឡើងគ្រងរាជបន្តក៏ដោយសារតែព្រះអង្គទ្រង់មានវ័យក្មេងនិងជាព្រះរាជតំណាងឲ្យរាជវង្សនរោត្តមនិងស៊ីសវត្តនេះដែរព្រះអង្គទ្រង់មានបន្ទូលបន្តថាព្រះអង្គមិនដែលមានព្រះទ័យគិតថាព្រះអង្គនឹងក្លាយទៅជាព្រះមហាក្សត្រទេក្នុងខណៈដែលព្រះអាយកោឬជីតារបស់ព្រះអង្គគឺព្រះបាទមុនីវង្សសោយទីវង្គតនោះព្រះអង្គក៏គង់នៅរាជធានីភ្នំពេញដែរដើម្បីសម្រាកវិសមកាលហើយក៏ស្រាប់តែត្រូវគេលើករាជសម្បត្តិថ្វាយតែម្ដងនៅថ្ងៃទី25ខែមេសាឆ្នាំ1941នោះ